សួស្តីអ្នកទាំងគ្នាខ្ញុំ Daniel ថ្ងៃនេះបដិខ្ញុំនឹងធ្វើការមកបន្តសាច់គ្រឿងគ្រប់មហន្តរាយនៃប្រតិកោដែលត្រូវជាអេពីសូតបន្តទៀតហើយមុននឹងចូលទៅដល់វីដេអូហ្នឹងអ្នកគ្នាជួយ like ក៏ដូចជា subscribe នៅលើវីដេអូនេះម្នាក់មួយផងតោះយើងចូលទៅកាន់វីដេអូហ្មងទៅក្នុងអេពីសូតមួយនេះដែល Han Feng គឺបាននិយាយថាមនុស្សទាំងអស់ហ្នឹងគឺពិតជាអាចកំបាំងយកតែម្ដងណាបើនិយាយទៅគាត់គឺមិនអាចមើលចិត្តពួកគេដឹងនោះឡើយចឹងហើយគាត់គឺត្រូវតែយល់ដឹងអំពីពួកគេឲ្យកាន់តែច្បាស់ណាសាច់រឿងគឺបានកាត់ទៅកន្លែងមួយដែលកន្លែងមួយហ្នឹងផងដែរគឺជាគ្រប់ឆាតរបស់ពួកគេនឹងឯងគ្រាន់តែអ្នកបង្កើតរឿងគឺធ្វើបែបហ្នឹងទៅគឺវីឡូជាងមុនបរិមម្នាក់ដែលនៅក្នុងក្រុមគឺបាននិយាយថាតើភ្នាក់ងារចលនាត្រប់អ្វីទៅមិនក៏ពួកគេហ្នឹងគឺមិនចេញមុខបកស្រាយអីអញ្ចឹងនារីម្នាក់គឺបានតបទៅវិញថាឲ្យនេះគឺសុំទោសផងដោយសារតែក្រុមការងាររបស់នាងគឺធ្វើអីមិនកើតនោះទេប៉ុន្តែនៅខាងក្រៅវាក៏ពិតជាធ្លាក់ខ្លាំងតែម្ដងណាអញ្ចឹងក្រុមការងាររបស់នាងគឺមិនអាចចេញទៅណាបាននោះឡើយក្រោយមកទៀតដែលពួកគេគឺឆ្លោះប្រកែកគ្នាតែម្ដងដោយ Han Feng គាត់ក៏បានគិតក្នុងចិត្តថាពួកគេធ្វើបែបហ្នឹងគឺវាមិនល្អនោះឡើយដោយសារតែព្យុះតកវាក៏ពិតជាខ្លាំងទៅហើយច្បាស់ណាស់បើសិនជាពួកគេនៅតែធ្វើបែបហ្នឹងទៀតដឹងតែស្បៃទាំងសងខាងតែម្ដងដល់ពេលម្នាក់ដែលមានឈ្មោះថាជាងស៊ឺយូនឹងគឺបានមកនិយាយថាប្រតិកោវាកាន់តែខ្លាំងទៅហើយទោះជាយើងលុបបំបាត់វាក៏ដោយក៏វានៅតែកើតឡើងមកវិញអញ្ចឹងក៏តែបើសិនជាពួកយើងយកពេលឆ្លោះគ្នានឹងទៅលុបបំបាត់ប្រតិកោច្បាស់ណាស់យើងនឹងអាចចេញទៅខាងក្រៅបានតែម្ដងដោយស៊ឺយូគឺបាននិយាយបន្តទៀតថាគាត់និយាយមិនមែនក្នុងនាមជួយទៅខាងណានោះទេក៏តែគាត់គឺចង់ឲ្យអ្នកទាំងអស់គ្នាដឹងការឆ្លោះគ្នាវាមិនល្អនោះឡើយបើសិនជាយើងរវល់តែឆ្លោះគ្នាទៀតច្បាស់ណាស់ពួកយើងគឺមិនអាចជោគជ័យទាំងអស់គ្នាបាននោះទេដោយលើបែបហ្នឹងគ្រប់គ្នាក៏បានគិតពិចារណាអំពីរឿងហ្នឹងផងដែរស៊ឺយូក៏បាននិយាយទៀតថាទោះជាយើងលុបបំបាត់ប្រតិកោនៅក្នុងសង្កាត់យើងក៏ដោយក៏ពួកយើងគឺមិនអាចទៅដល់ផ្សារទំនើបបាននោះដែរច្បាស់ណាស់ប្រតិកោវាមិនមែនមានតែមួយកន្លែងនោះទេវាគឺមានគ្រប់ទីកន្លែងតែម្ដងអញ្ចឹងហើយបើសិនជាយើងនឹងគឺចង់ទៅផ្សារទំនើបយើងគឺត្រូវជីកប្រតិកោនិងដើរទៅតែម្ដងដោយ Han Feng គឺបានគិតថាច្បាស់ណាស់អាប៉ែហ្នឹងក្នុងជីវិតមុនរបស់គាត់គេក៏រស់រានអញ្ចឹងផងដែរក៏តែទោះជាយ៉ាងណាក៏ដោយគាត់គឺមិនយល់ច្បាស់ពីអាប៉ែហ្នឹងនោះឡើយក្រោយមកទៀតអាប៉ែមួយនេះគឺបានដើរចូលមកតែម្ដងដល់ប៉ែហ្នឹងគឺបាននិយាយថាពួកយើងគឺមិនបាក់គិតច្រើននោះទេបើនិយាយចំទៅពួកយើងគឺត្រូវតែចំណាយពេលកន្លះថ្ងៃដើម្បីលុបបំបាត់នៃប្រតិកោទាំងអស់ហ្នឹងបើនិយាយចំទៅគាត់គឺមិនចង់និយាយអីច្រើននោះទេបើសិនជាអ្នកណាចង់ទៅក្រៅច្បាស់ណាស់ពួកគេគឺជួយគ្នាម្នាក់ម្ដាយមួយជើងទៅក្រោយមកទៀតអាប៉ែមួយហ្នឹងគឺ offline តែម្ដងផុតពីអាប៉ែហ្នឹងបរិមម្នាក់ទៀតគឺបានដើរមកផងដែរហើយគាត់គឺបាននិយាយថាគាត់គឺយល់ស្របនឹងរឿងហ្នឹងដូចគ្នាហើយពួកយើងគឺត្រូវតែជួយគ្នាឲ្យលឿនទៅដោយសារតែគាត់ហ្នឹងគឺពិតជាបញ្ញាប់ទៅធ្វើអាជីវកម្មរបស់គាត់ខ្លាំងមែនតើណាដោយសារតែអាជីវកម្មមួយនោះគឺវាមានតម្លៃទៅដល់1លានឯណោះដោយឃើញចឹង Han Feng គឺបាននិយាយថាតើអាប៉ែមួយនោះគឺជាអាប៉ែសក់លឿងមែនព្រោះតែការនិយាយរបស់អាប៉ែហ្នឹងគឺសឹងតែដូចទៅកាន់អាប៉ែមួយដែលគាត់គឺបានជួបនឹងខ្លាំងមែនតើហើយតើអាប៉ែមួយនោះគឺជាអាប៉ែសក់លឿងមែនហ្នឹងក្រោយមកទៀតនារីម្នាក់គឺបាននិយាយថាមិនអីនោះទេនាងនឹងជួយទៅកាន់រឿងមួយហ្នឹងគ្រាន់តែថាកម្លាំងរបស់នាងគឺរៀងខ្សោយបន្តិចហើយសូម្បីតែយូណាក៏បានចេញមុខមកនិយាយផងដែរថាទោះជានាងគ្រុនក៏ដោយក៏តែមិនអីនោះទេនាងនឹងជួយទៅកាន់ពួកគេដូចគ្នាដោយឃើញបែបហ្នឹង Han Feng គឺបានគិតថាអីគេតានាងនឹងក៏ចង់ជួយដែរមែនគ្រាន់តែយូណានឹងគឺថាចេញមកភ្លាមប្រុសទាំងអស់ហ្នឹងគឺបានទៅរោមនាងតែម្ដងបើកលេចមកមើលខាងក្រៅវិញដែល Han Feng គឺបានគិតផងដែរថាជាមួយនឹងសមត្ថភាពរបស់នាងមួយនេះនាងគឺពិតជាប៉ិនអែបអបយកហ្មងមួយសន្ទុះក្រោយមកដែលយូណាគឺបានឆានមកកាន់ Han Feng ថា Han Feng តើលោកនឹងគឺរវល់មែននៅក្នុងថ្ងៃហ្នឹងមិនក៏លោកនឹងគឺអត់តាកតងមកកាន់នាងអញ្ចឹងក៏ប៉ុន្តែមិនអីនោះទេនាងគឺនៅតែរងចាំទៅកាន់គាត់ណាមិនត្រឹមតែប៉ុណ្ណឹងនោះទេយូណានឹងគឺបានថតរូបផ្ញើទៅកាន់ Han Feng ដូចគ្នាដោយឃើញបែបហ្នឹង Han Feng គឺបាននិយាយថាអីគេទៅជាប៉ុណ្ណឹងហើយនាងគឺនៅតែពាក់កៅអៅខ្លីទៀតមែនហើយនារីម្នាក់ហ្នឹងគឺពិតជាតស៊ូអែបអបមកកាន់គាត់ខ្លាំងមែនតើណា Han Feng គឺបាននិយាយបន្តទៀតថាហើយវាក៏ពិតជាចម្លែកចូលតែម្ដងណាដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃទី3នៃគ្រោះមហន្តរាយទៅហើយមិនក៏ទូរស័ព្ទរបស់គាត់គឺនៅតែមានអ៊ីនធឺណិតទៀតអញ្ចឹងហើយវាក៏ពិតជាពិបាកយកហ្មងណាវាគឺអស់រយៈពេល3ថ្ងៃទៅហើយហើយដើម្បីក៏ជើងរបស់គាត់ហ្នឹងគឺក្រជាម្លេះមែនហើយគាត់គឺផ្លេចតែគាត់ហ្នឹងគឺមានជាមួយនឹងធម្មពលពិសេសមិនអីនោះទេគាត់នឹងសាកមើលនៅពេលដែលគាត់គឺប្រើវាក៏ដូចជាមិនមានបញ្ហាអ្វីកើតឡើងនោះឡើយដោយឃើញបែបហ្នឹងគាត់គឺពិតជាឆ្ងល់ខ្លាំងមែនតើណាក៏ប៉ុន្តែគាត់គឺលេងខ្វល់ទៀតហើយឥឡូវគាត់នឹងគឺសម្រាកបន្តិចសិនទៅនៅពេលដែល Han Feng គឺគេងលក់គាត់គឺប្រៀបបានដូចជាចូលទៅក្នុងពិភពមួយអញ្ចឹងពេលនោះផងដែរមានសត្វប្រភេទមួយគឺបានមកលិតជើងរបស់គាត់ដោយគាត់អត់ដឹងគាត់គឺបានអង្អែលទៅកាន់វាទៅក៏ប៉ុន្តែមិននឹកស្មានថាប្រភេទមួយហ្នឹងគឺចាប់គាត់លើកបោកតែម្ដងដោយទាំងអស់នេះវាគ្រាន់តែជាការយល់សប្តិរបស់ Han Feng តែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែល Han Feng គឺកលេចទៅមើលជើងរបស់គាត់វាគឺស្រាប់តែជាភ្លាមតែម្ដងដែល Han Feng គឺបាននិយាយថាអីគេវាក៏ពិតជាលោយោហ្មងមិននឹកស្មានថាគាត់នឹងគឺអាចដើរបានវិញនោះទេក៏ប៉ុន្តែមិនអីនោះទេគាត់នឹងតេស្តម្ដងទៀតដើម្បីឲ្យគាត់គឺកាន់តែយល់ច្បាស់អំពីធម្មពលរបស់គាត់នៅពេលដែល Han Feng គឺយកកបិតមួយអាដៃខ្លួនឯងហើយគាត់គឺបានយកធម្មពលពណ៌ខៀវរបស់គាត់គឺដាក់ទៅលើដៃនឹងតែម្ដងច្រឡំអ្នកគ្នាមិនមែនពណ៌ខៀវទេគឺពណ៌បៃតងបើយើងកលេចមើលទៅដៃរបស់គាត់វិញដែលវាគឺចាប់ផ្ដើម
ជាម្ដងតិចហើយបើកលេចមើលទៅកាន់ខាងក្រៅអាគារវិញដែលយើងគឺបានឃើញថាមនុស្សគ្រប់គ្នាគឺកំពុងតែលុបបំបាត់នៃព្រិលតកកទៅហើយដោយស៊ឺយូគឺបាននិយាយថាគាត់គឺពិតជាអរគុណទៅកាន់គ្រប់គ្នាខ្លាំងមែនតើបើគ្មានអ្នកទាំងអស់គ្នាទេច្បាស់ណាស់ព្រិលទាំងអស់ហ្នឹងគឺវាមិនអស់ទៅណានោះឡើយដោយលោកតាម្នាក់គឺបាននិយាយថាមិនអីនោះទេគួរតែអរគុណទៅកាន់អាពីរអ្នកក្រោយវិញទៅដោយសារតែពួកគេគឺពិតជាធ្វើការងារច្រើនមែនតើណាបន្តមកទៀតដែលយើងគឺបានឃើញអ្នកគ្រូពេទ្យដែលហានហ្វឹងគឺធ្លាប់បានជួបម្ដងហើយដែលនេះគឺមានឈ្មោះថាជីនស៊ីយ៉ានបើនិយាយទៅឈ្មោះនៅខាងមុខខ្ញុំមិនដឹងថាយៀនក៏យ៉ាននោះទេគឺខ្ញុំអត់សូវប្រកាសនោះឡើយចឹងខ្ញុំហៅយ៉ានសិនទៅដោយពីអ្នកបងប្អូនមិញគឺថាតែជួយនាងដោយសារតែនាងនេះគឺថាដួលអំពីព្រិលតកកអញ្ចឹងហើយនាងក៏បានអរគុណទៅកាន់ពីរអ្នកនឹងផងដែរដោយលោកតាម្នាក់ដែលនៅពីក្រោយស៊ឺយូគឺបាននិយាយថាស៊ឺយូតាឯងនឹងគឺធ្លាប់គិតអត់បើសិនជាការធ្លាក់ព្រិលមួយនេះគឺជាគ្រោះមហន្តរាយនៃតកកតើវានឹងមានរឿងអ្វីកើតឡើងទៅដោយស៊ឺយូគឺបានតបថាវាមិនអីនោះទេបើនិយាយទៅគាត់គឺមិនសូវបារម្ភអំពីរឿងនឹងនោះឡើយហើយតែពី3ថ្ងៃទៀតគឺវាបាត់ដោយខ្លួនឯងហើយស្អីរឿងគឺបានកាត់ទៅកន្លែងហានហ្វឹងវិញមកស្ទុះក្រោយមកដែលមានណាគេគឺគោះទ្វាររបស់គាត់នៅពេលដែលហានហ្វឹងគឺចេញទៅមើលគឺអត់មានណាគេឆ្ងាយនោះទេគឺប្រូសក់លឹងគឺយកកាភ្លើងមកឲ្យគាត់នឹងឯងដោយប្រូសក់លឹងគឺបាននិយាយផងដែរថាកាភ្លើងរបស់ឯងគឺរួចរាល់អស់ទៅហើយដោយគាត់គឺបាននិយាយបន្តទៀតថាក៏តែយើងគឺមានរឿងមួយចង់ប្រាប់ទៅកាន់ឯងណានៅពេលដែលគាត់គឺទៅផ្សារទំនើបអំពីម្សិលមិញច្បាស់ណាផ្សារទំនើបហ្នឹងគឺស្រាប់តែបាត់អីវ៉ាន់អស់តែម្ដងបាននិយាយទៅវាគឺមិនគួរឲ្យជឿនោះទេមិនក៏មនុស្សធម្មតាគឺអាចយកវាបានច្រើនម៉េះដោយហានហ្វឹងគឺបានកេតថាច្បាស់ណាធម្មពលមួយនេះក៏ដូចជាធម្មពលក្នុងម៉ាំងវ៉ាដែលគាត់ធ្លាប់បានអានអញ្ចឹងហើយវាមិនគួរឲ្យជឿនោះទេមិនក៏មានមនុស្សដែលមានធម្មពលពិសេសបែបហ្នឹងហើយក៏ប៉ុន្តែវាមិនអីនោះទេគាត់គឺគួរតែរៀនអំពីធម្មពលរបស់គាត់ឲ្យបានឆាប់ដោយសារតែគាត់គឺយល់អំពីវាមិនទាន់ច្បាស់នោះទេក្រោយមកទៀតហានហ្វឹងគឺបានតេស្តវាទៅលើរុក្ខជាតិយ៉ាងច្រើនទោះជាវាជោគជ័យក៏ដោយក៏តែវាក៏ដូចជាមិនស្រួលនៅក្នុងការញ៉ាំនោះឡើយនិយាយទៅរុក្ខជាតិទាំងអស់ហ្នឹងគឺវាចាស់ឬក៏ទុំពេកចឹងហើយគាត់នឹងគឺមិនអាចយកវាមកប្រើប្រាស់ក៏ដូចជាមកញ៉ាំបាននោះឡើយក៏ប៉ុន្តែធម្មពលមួយនេះគឺដូចជាការលេងហ្គេមអីអញ្ចឹងបើសិនជាគាត់គឺប្រើធម្មពលមួយហ្នឹងគឺទៅដល់ចំណុចលឿងច្បាស់ណារុក្ខជាតិទាំងអស់ហ្នឹងវានឹងដុះល្អក៏ប៉ុន្តែបើសិនជាគាត់ឈប់វាត្រឹមចំណុចពើបៃតងឬក៏ចំណុចពើក្រហមច្បាស់ណារុក្ខជាតិទាំងអស់ហ្នឹងគឺមិនអាចញ៉ាំបាននោះឡើយចំណែករឿងមួយទៀតវិញនៅពេលដែលគាត់គឺប្រើធម្មពលមួយហ្នឹងវាគឺប្រៀបបានដូចជាការរំអីអញ្ចឹងហើយក៏ប៉ុន្តែមិនអីនោះទេគាត់នឹងសាកវាតាមចលនាទាំងអស់ហ្នឹងលើកនេះគាត់គឺមិនខកបំណងនោះឡើយដោយសារតែរុក្ខជាតិមួយហ្នឹងគឺវាដុះពេញលេញទៅហើយបើនិយាយទៅរុក្ខជាតិមួយនេះគឺដុះល្មមនឹងគាត់ត្រូវការដល់ពេលក្រោយមកទៀតហានហ្វឹងគឺសាកវាជាមួយនឹងសាច់ម្ដងក៏ប៉ុន្តែនៅពេលដែលគាត់នឹងគឺចាប់ផ្ដើមវាភ្លាមវាក៏ដូចជាមិនជោគជ័យនោះទេហើយបើនិយាយទៅវាក៏ពិតជាពិបាកយកហ្មងគឺពិបាកជាងរុក្ខជាតិទាំងអស់ហ្នឹងទៀតទោះជាបរាជ័យយ៉ាងណាក៏ដោយក៏ហានហ្វឹងគឺនៅតែតស៊ូមកស្ទុះក្រោយមកគាត់នឹងគឺអាចធ្វើវាបានដោយជោគជ័យទៅហើយវាក៏ពិតជាពិបាកយកហ្មងទ្រាំនឹងវានឹងគឺបានជោគជ័យគាត់នឹងគឺសឹងតែអស់កម្លាំងពីខ្លួនទៅហើយមួយសន្ទុះក្រោយមកក៏ស្រាប់តែមានណាគេគឺឆាតនៅក្នុងក្រុមបើកាត់ចូលទៅមើលក្នុងក្រុមវិញដោយលោកពូលាវគឺបាននិយាយថាច្បាស់ណាស់រដ្ឋាភិបាលគឺមិនបានជួយទៅកាន់ពួកយើងនោះទេបើសិនជាពួកគេគឺជួយមកកាន់ពួកយើងមែនពួកគេគឺមកតាំងពីយូរទៅហើយចំណែកឯរឿងមួយទៀតវិញគាត់គឺបានលើថាប្រទេសពួកយើងគឺកំពុងតែធ្វើសង្គ្រាមទៅហើយដោយលើលោកពូលាវគឺបាននិយាយអញ្ចឹងមនុស្សគ្រប់គ្នាគឺពិតជាភ័យយកតែម្ដងក្រោយមកទៀតដោយស៊ឺយូគឺបានចេញមកហើយគាត់គឺបាននិយាយថាបើសិនជាពេលសម្ដីរបស់លោកពូលាវគឺនិយាយត្រូវមែនច្បាស់ណាស់ពួកយើងគឺត្រូវតែរត់ដោយខ្លួនឯងហើយពួកយើងក៏ត្រូវពឹងទៅលើខ្លួនឯងផងដែរបើកាត់ទៅមើលកន្លែងស៊ឺយូវិញដែលគាត់គឺបានគិតក្នុងចិត្តថាវាគឺពិតជាពិបាកយកហ្មងដោយសារតែរដ្ឋាភិបាលគឺមិនបានជួយនោះទេហើយបើនិយាយទៅគាត់គឺគួរតែត្រៀមខ្លួនទុកជាមុនព្រោះថាចំណីអាហារគឺចិត្តអស់ទៅហើយគាត់គឺគួរតែរកវិធីអ្វីមួយមុនពេលដែលព្រិលតកកគឺកាន់តែខ្លាំងទៅដល់ពេលរួចហើយស៊ឺយូគឺបានឆាតទៅក្នុងក្រុមបន្ថែមទៀតថាបើតាមគាត់ឮសង្កាត់ដែលនៅចិត្តយើងពួកគេគឺបានអស់អាហារទៅហើយមើលទៅពួកយើងគឺត្រូវតែជួយទៅកាន់ពួកគេដោយពួកយើងគឺរួមបញ្ចូលចំណែកអាហារម្នាក់បន្តិចចូលគ្នាតែម្ដងដល់ពេលក្រោយមកពួកយើងនឹងបែងចែកអាហារទៅកាន់ពួកគេចំនួនពាក្យកណ្ដាលបន្តមកទៀតអប៉ែម្នាក់គឺបាននិយាយថាមែនហើយគាត់គឺយល់ស្របនឹងសម្ដីរបស់ស៊ឺយូបន្តមកទៀតអប៉ែមួយនឹងគឺបានសួរទៅកាន់យូណាថាតើនាងគឺយល់ស្របនឹងគាត់ដែរអត់ដោយឃើញបែបហ្នឹងយូណាគឺបានគិតក្នុងចិត្តថាអីគេតើអប៉ែនឹងគឺចង់ធ្វើបាបមកកាន់នាងមែនមនុស្សយ៉ាងច្រើននៅទីហ្នឹងមិនក៏អប៉ែនឹងមិនសួរមិនក៏សួរមកកាន់នាងទៅវិញច្បាស់ណាស់អប៉ែនឹងគឺចង់ឲ្យនាងចេញអាហារពាក្យកណ្ដាលទៅហើយដល់ពេលរួចហើយយូណាគឺបានឆាតចូលទៅក្នុងក្រុមថាមិនអីនោះទេនាងគឺនឹងជួយចេញក៏តែអាហាររបស់នាងគឺចិត្តអស់ទៅហើយដល់ពេលអប៉ែម្នាក់ដែលនៅក្នុងហ្នឹងគឺបានកាន់ជើងទៅកាន់យូណាផងដែរដែលគាត់គឺបាននិយាយថាមិនក៏ឯងគឺសួរទៅកាន់យូណាតែម្នាក់អញ្ចឹងបាននិយាយទៅនាងគឺសឹងតែគ្មានអាហារសម្រាប់
ប់ខ្លួនឯងមិនក៏ឯងនេះគឺសួរទៅកាន់នាងទៅវិញក្រោយមកទៀតស៊ឺយូគឺបាននិយាយថាពួកយើងគឺគួរតែស្ងាត់សិនទៅគាត់គឺចង់ឲ្យគ្រប់គ្នាគឺរើសនៅមេដឹកនាំមួយបាននិយាយទៅបើសិនជាគ្មាននៅមេដឹកនាំនោះទេច្បាស់ណាស់ការងារទាំងអស់ហ្នឹងវាគឺពិតជាពិបាកហើយក៏តែវាមិនអីនោះទេគាត់គឺសក់ចិត្តធ្វើជាមេដឹកនាំនៃសង្កាត់មួយនេះអូខេអ្នកគ្នារឿងរបស់យើងនៅក្នុងអេពីសូតមួយនេះក៏ចប់តែត្រឹមហ្នឹងផងដែរហើយខ្ញុំគឺអត់មានអីនិយាយច្រើននោះទេកុំភ្លេច like និង subscribe នៅលើវីដេអូនេះម្នាក់មួយផង